សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះឈុនចម្រើនមកពី Alpha Design and Engineering ថ្ងៃនេះខ្ញុំមករៀនពីរបៀប model build up section អញ្ចឹងយើងចូលមក application and component តទៅទៀតយើង search S94 ឈ្មោះរបស់វាចង់វាចេញ PEB tab per section double click របៀប2ដងអញ្ចឹងយើងឃើញហើយយើងចាប់ផ្ដើម input data អញ្ចឹងយើងមាន2 option ដែលយើងត្រូវរើសមាន option មួយនេះយើងដាក់ប្រវែងខាងក្នុងមួយទៀតប្រវែងនៅខាងក្រៅអូខេអញ្ចឹងយើងដាក់ប្រវែងខាងក្នុងឧទាហរណ៍យើងដាក់450ខាងក្រោមយើងដាក់300តាមទៀតខាងនេះវាមានខាងឆ្វេងមានខាងស្ដាំអូខេយើងយកខាងឆ្វេងតាមទៀតចំពោះ path អញ្ចឹង web thickness របស់យើងដាក់6 mm outer flank 8 inner flank 8 base របស់យើង200 material របស់យើងចុចត្រី3នេះយើងអាចរើស material បានអញ្ចឹងជាប្រភេទ steel អាចរើស A572 GR50 apply អូខេយើង copy វាមក paste អញ្ចឹងយើងស្រាវឈ្មោះវាមួយយើងដាក់ add S94.1 អញ្ចឹងយើង save up វាមួយ modify apply អូខេអញ្ចឹងយើងចាប់ដើម pick first point យើង pick យើងអត់ snap ឡើងអញ្ចឹងយើងដាក់កម្ពស់សសររបស់យើងបើថាយើងដាក់6ម៉ែត្រអញ្ចឹងយើងដាក់6000យើង enter អញ្ចឹងនេះសសររបស់យើង